Hello សួស្តីអ្នកគ្នាជាមួយនឹងខ្ញុំគីម៉ាថ្ងៃនេះខ្ញុំនាំមកសម្ដែងរឿងមួយដែលមានចំណងជើងថាលោកគ្រូក្មេងឡើងប្រឆាំងនឹងអ្នកឆោបោកភាគទី9ចំពោះទី15អ្នកគ្នាគឺថាខ្ញុំមានបញ្ហាក្នុងគ្រួសារណាមួយយាយខាងសញ្ញាតានឹងគាត់ស្លាប់ជិះទៅខ្ញុំអត់បានជិះវីដេអូឲ្យអ្នកគ្នាទេហើយណាមួយនៅក្បាច់ទីតាមានហ្នឹងគឺគេចាប់ដើមធ្វើទៀសទៅវាអាចនឹងមានសំឡេងឡានដឹកដីឡានដឹកសំងអីរំខាននៅក្នុងការបញ្ចូលសំឡេងតិចតួចជិះទៅកុំប្រកាន់អីសូមកុំប្រកាន់មានខ្ញុំអីព្រោះអីវាតែអញ្ចឹងរាល់ថ្ងៃទៅហើយណាមួយបើខ្ញុំអានរូបមន្តឆ្នាំនៅក្នុងភាសាចិនខុសអីកុំប្រកាន់អីព្រោះខ្ញុំមិនមែនជាខ្ញុំអត់យល់ពីរូបមន្តឆ្នាំជាភាសាចិនទេជិះទៅវាអាចនឹងខ្ញុំអានឈ្មោះរូបមន្តនឹងខុសក៏បានខ្ញុំអាចនឹងអានខុសតែអីទៅខ្ញុំនឹងអាចដាក់ឈ្មោះរូបមន្តឆ្នាំឬក៏បញ្យល់ខ្ញុំអត់សូវបានបញ្យល់ដិតដល់ទេទៅខ្ញុំកុំឲ្យសន្ទបាយច្រើនជាសាច់រឿងយើងទាំងអស់គ្នាតែមុននឹងចូលសាច់រឿងកុំភ្លេចចុច like subscribe និងចុចសញ្ញាកណ្ដឹងឲ្យនាងខ្ញុំម្នាក់មួយផងតោះចូលសាច់រឿងយើងទាំងអស់គ្នាចាក់ចុងក្រោយដាំទឹក1ចានជាមួយគ្រាប់ពូជ Pantene 3ក្រាមនៃ Licorice 1ក្រាមនៃ Takao និង2 ក្រាមនៃគ្រាប់ពូជ Cypress រហូតដល់វាក្លាយជាទឹក1ចានយកវា3ដងក្នុងមួយថ្ងៃហើយគាត់នឹងជាសះស្បើយក្នុងរយៈពេល3ថ្ងៃអស្ចារ្យមែនឆ្នាំពោលត្រូវបានបញ្ឈប់ដោយការចាក់មជ្ឈវិទ្យាសាស្ត្រតែម្នាក់ឯងហើយរបួសខាងក្នុងដើរបង្ហាញពីសញ្ញានៃការជាសះស្បើយឡើងវិញម្ជុលប្រាក់ហាក់ដូចជាចៃដន្យប៉ុន្តែម្ជុលនីមួយៗត្រូវបានប្រើប្រាស់នៅកន្លែងដ៏អស្ចារ្យបំផុតខ្ញុំមិនដែលឃើញការចាក់ម្ជុលនេះពីមុនមកទេខ្ញុំឆ្ងល់ថាតើអ្នករៀនវាមកពីណាសំណុំនៃបច្ចេកទេសចាក់មជ្ឈវិទ្យាសាស្ត្រនេះហៅថា13មជ្ឈនៃច្រកទ្វារខ្មោចគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ស្ថានភាពរបស់គាត់មជ្ឈលខ្មោច13ត្រូវបានបាត់បង់រាប់រយឆ្នាំមកហើយតើអ្នករៀនវាមកពីណាសំណាងអាក្រក់បែបនេះនាងគ្រាន់តែប្រើម្ជុលមួយឈុតហើយបាត់ខ្ញុំបានរៀនរឿងនេះដោយចៃដន្យពីសៀវភៅបុរាណមួយតើជំនាញពេទ្យរបស់កញ្ញាសុនយ៉ាងម៉េចដែរតើអ្នករកឃើញកំណប់ដ៏អស្ចារ្យបែបនេះឲ្យខ្ញុំលេងជាមួយនៅឯណានាងគឺជារបស់ខ្ញុំហើយរឿងរបស់យើងត្រូវបានបញ្ចប់ហើយចាំជួបគ្នានៅភាគក្រោយណាអ្នកគ្នា Goodbye